មនុស្សស្រីដែលគាត់ធ្លាប់បញ្ចេញខ្យល់តាមប្រដាប់ភេទរបស់គាត់ណានៅពេលដែលគាត់រួមភេទឬសំឡេងដូចផោមអញ្ចឹងអាហ្នឹងគឺការបញ្ចេញខ្យល់នៅតាមទ្វារមាសហេតុអីមិនមានអាហ្នឹងកើតឡើងគឺដោយសារតែទ្វារមាសរបស់យើងនៅពេលដែលផ្លូវវាចូលទៅដល់កន្លែងមាត់ស្បូនហ្នឹងណាផ្លូវរបស់វាហ្នឹងគឺវាមិនមែនត្រង់ស្មើគឺវាមានកលែកឈួនដូចកលែកអញ្ចឹងណាអញ្ចឹងអាកលែកទាំងអស់ហ្នឹងគឺនៅពេលដែលមានខ្យល់ចូលគឺវានឹងជាប់ខ្យល់នៅខាងក្នុងកលែកហ្នឹងចឹងដល់ពេលយើងរៀនកថេនៅពេលដែលយើងហាត់ប្រាណឬក៏យើងរួមភេទយើងមិនត្រូវសម្រួលអារម្មណ៍យើងដើម្បីធ្វើឲ្យយើងបើកអញ្ចឹងខ្យល់វាអាចចេញមកវាលឺសំឡេងដូចផោមនៅតាមទ្វារធំអញ្ចឹងតែវាមិនមែនជាផោមទេវាគ្រាន់តែជាខ្យល់ជាប់នៅក្នុងទ្វារមាសឯងហើយវាជាធម្មជាតិនៃខ្លួនប្រាណរបស់មនុស្សស្រីឯដែលវាបញ្ចេញខ្យល់តាមទ្វារមាសនឹងចេញមកអញ្ចឹងណាអញ្ចឹងយើងមិនអាចគ្រប់គ្រងវាបានទេអ្វីដែលយើងអាចធ្វើបានគឺយើងទទួលស្គាល់ការពិតនៃរាងកាយរបស់យើងគឺវាពេលខ្លះវាអាចធ្វើអីមួយបញ្ចេញអីមួយដែលធ្វើឲ្យយើងខ្មាស់អៀនដៃគូយើងប៉ុន្តែដៃគូយើងក៏ត្រូវស្វែងយល់ដែរថាហេតុអីបានមាន quick fix នឹងកើតឡើងហេតុអីបានមាន vaginal flatus នឹងកើតឡើងដល់រួចមានបងអូនស្រីម្នាក់គាត់ឆាតមកខ្ញុំគាត់ថាដៃគូរបស់គាត់នឹងថាគាត់អស់ព្រមចារីឯដោយសារតែពេលដែលរួមភេទជាមួយនឹងគាត់នឹងគឺលឺសំឡេងខ្យល់ចេញតាមទ្វារមាសអាហ្នឹងគឺគាត់ខុសណាព្រោះថាមនុស្សស្រីគាត់អត់ធ្លាប់ឆ្លងកាត់ការរួមភេទក៏អាចចេញខ្យល់នៅតាមទ្វារមាសបានដែរមិនត្រឹមថាតើតែរួមភេទហើយទេអញ្ចឹងយើងមិនអាចយកអាហ្នឹងមកកំណត់ថាម្នាក់ស្រីហ្នឹងគាត់ធ្លាប់រួមភេទហើយឬក៏អត់ទេព្រោះប្រដាប់ភេទរបស់មនុស្សស្រីទោះជាធម្មតារស់នៅប្រចាំថ្ងៃធម្មតាក៏ទ្វារមាសពេលខ្លះវាបើកដោយឯងដែរគឺវាស្វ័យប្រវត្តិរាងកាយរបស់យើងគឺវាដំណើរការស្វ័យប្រវត្តិអញ្ចឹងហ្មងអញ្ចឹងពេលដែលវាបើកបន្តិចអញ្ចឹងទៅវាអាចមានខ្យល់ចូលមកហើយដល់ពេលលេងអីគាត់ត្រូវរួមភេទវាអាចជាប់ខ្យល់ហ្នឹងដល់ពេលរួមភេទទៅវាមិនត្រូវបើកទ្វារវាចេញវាមិនត្រូវរុញខ្យល់ចេញមកអាហ្នឹងទៅវាលឺសំឡេងដូចផោមអញ្ចឹងមនុស្សស្រីដែលគាត់ទៅសម្រាលកូនរួចគឺអាចនឹងមាន quick fix ច្រើនដោយសារតែទ្វារមាសរបស់គាត់មិនត្រូវបើកដើម្បីឲ្យទារកនឹងគាត់ចេញមកអញ្ចឹងណាអញ្ចឹងទៅទ្វារមាសវាកំពុងតែបើកខ្លាំងហើយអញ្ចឹងវាត្រូវការចំណាយពេលយូរដែរដើម្បីឲ្យទ្វារមាសវាមកសភាពដើមវិញអញ្ចឹងខ្យល់វាអាចចូលទៅក្នុងទ្វារមាសច្រើនជាងធម្មតាក៏លឺសំឡេងខ្យល់ចេញពីទ្វារមាសច្រើនជាងធម្មតាដែរប៉ុន្តែអានឹងគឺជារឿងធម្មជាតិនៃខ្លួនប្រាណរបស់យើងឯងអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះខ្ញុំអែលលីជួបគ្នាលើក្រោយបាយបាយ